ជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាដែលបានអញ្ជើញមកដល់ Channel រៀនភាសាចិនដោយមិនអស់លុយបាទនៅក្នុង Channel នេះខ្ញុំមានការបង្រៀនភាសាចិនដោយមិនគិតប្រាក់បងប្អូនគឺបង្រៀន free ដូច្នេះសូមស្វាគមន៍បងប្អូនដែលបានចូលមកដល់ Channel រៀនភាសាចិនដោយមិនអស់លុយនេះបាទដើម្បីទទួលបានមេរៀនថ្មីជារៀងរាល់ថ្ងៃបងប្អូនអាចចុចsubscribe នៅ channel របស់ខ្ញុំបាទមួយហើយចុចសញ្ញារូបកណ្ដឹងនោះបងប្អូននឹងទទួលបានមេរៀនថ្មីជារៀងរាល់ថ្ងៃបងប្អូនបាទហើយកាលពីមេរៀនមុនគឺយើងក៏ធ្លាប់បានរៀនផងដែរអំពីថ្នាក់ដំបូងថ្នាក់មូលដ្ឋានគ្រឹះនៃភាសាចិនដែលមានជួនជាអ្នកបូកនឹងស្រៈហើយស្រៈផ្សំផ្សេងហើយនឹងការបញ្ចេញសំឡេងផងដែរបងប្អូនបាទហើយចំពោះមេរៀននេះគឺយើងនឹងចាប់ដើមរៀននៅថ្នាក់សន្ទនាបងប្អូនដោយសារតែថ្នាក់មូលដ្ឋានគ្រឹះយើងធ្លាប់បានរៀនចប់ហើយពីមុនមកបាទអញ្ចឹងចាប់ពីវីដេអូនេះទៅយើងនឹងរៀនអំពីថ្នាក់សន្ទនាភាសាចិនបាទការសន្ទនាប្រស្រ័យតាក់ទងគ្នាជារៀងរាល់ថ្ងៃការរស់នៅប្រចាំថ្ងៃនិងការពាក់ព័ន្ធនឹងការងារការប្រកបអាជីវកម្មផ្សេងផងដែរបងប្អូนបាទ大家好，欢迎大家到我们这边的免费学中文的渠道。在我这个渠道是每天都有免费教中文的，欢迎大家到这个渠道来一起学习中文。以前我们的课都有学过了，我们中文的基础班。如果大家还没有看我们那个中文的基础班，大家可以从我那个第一个的视频看起来，因为我们中文呢就从基础班开始学，才大家把中文学得好。好，不要浪费时间，今天我们就开始学习绘画了。第一课就是问候បាទអញ្ចឹងមេរៀនមុនយើងធ្លាប់បានរៀនហើយបងប្អូនអំពីថ្នាក់មូលដ្ឋានគ្រឹះអញ្ចឹងកុំឲ្យខាតពេលតថ្ងៃនេះយើងនឹងមករៀនអំពីការសន្ទនាមេរៀនសន្ទនាគឺមេរៀនទី1ភាសាចិនអានថាទីអ៊ីខបាទមេរៀនទី1វុនហោឬមួយក៏វិនហោណាអ៊ុនហោក៏បានវិនហោក៏បានអ្នកខ្លះគេអានវុនហោអ្នកខ្លះអានវិនហោបាទប្រែថាការសួរសុខទុក្ខបាទមេរៀនទី1ទីអ៊ីខវិនហោការសួរសុខទុក្ខបាទclear ទី1ខ្ញុំដាក់ A បងប្អូនមានន័យថាយើងសន្ទនា Mr. A អញ្ចឹងទៅនិយាយថានីហោសួស្ដីឬក៏ជំរាបសួរបាទពេលដែលយើងជួបគ្នាយើងជួបគេយើងត្រូវនិយាយថានីហោបាទប្រែថាសួស្ដីឬក៏ជំរាបសួរបាទអញ្ចឹងដល់ពេលហើយ Mr. B គាត់និយាយវិញថានីហោបាទនីហោណាគាត់និយាយថានីហោទៅវិញមានន័យថាសួស្ដីឬក៏ជំរាបសួរបកទៅគេវិញដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹង clear ទី1និយាយថានីហោសួស្ដីឬក៏ជំរាបសួរបាទ Mr. B ឆ្លើយទៅវិញនីហោប្រែថាសួស្ដីឬក៏ជំរាបសួរបកទៅគេវិញដែរណាបងប្អូនបាទពាក្យនីហោហ្នឹងប្រែថាសួស្ដីឬក៏ជំរាបសួរបាទclear ទី3នីហោម៉ាប្រែថាតើអ្នកសុខសប្បាយជាទេបាទនីហោម៉ាតើអ្នកសុខសប្បាយជាទេបាទអញ្ចឹងពាក្យនីហោប្រែថាសួស្ដីឬក៏ជំរាបសួរដល់ពេលថែមម៉ានៅចុងប្រយោគម៉ាសំឡេងស្រាលបងប្អូនម៉ាសំឡេងស្រាលគឺពាក្យថាម៉ាហ្នឹងគឺជាប្រយោគសំណួរសម្រាប់សួរអញ្ចឹងដល់ពេលនីហោបូកនឹងម៉ាទៅជាតើអ្នកសុខសប្បាយជាទេអញ្ចឹងបងប្អូនបាទអញ្ចឹងបកមកវិញclear ទី1នីហោ
đọc về Mr. A vậy nỉ hảo hay Mr. B chua Mr. A đó Mr. B thời này vậy bỏ thôi nỉ hảo này vậy nỉ hảo tao quỳnh bạn mình này thá xua đầy bây cái xua đầy đã dớn thờ xua đầy đã kỳ quỳnh nó bóng ổn bạn tạo mà tiết khle tí bấy nỉ hảo má mình này thá ta nè sọc sập bài chia tế bạn chẳng khle tí bấy bây là cái xua tha nỉ hảo má ta nè sọc sập bài chia tế chẳng dương thờ slide top từ kê vĩnh bởi dương sọc sập bài dương này vậy thá của hẳn hảo rồi mới có của hẳn hảo chẳng bẹ của rồi có của nắng prai thật nhom nè khá an thao của nè khá an thao của bạn chẳng của hẳn hảo nhóm sọc sập bài chia tế xìa ở quần nỉ nơ bạn bẹ than nỉ nơ miền này xua tập từ cây bình miền này thằng cho chấm này nẹt vĩnh rồi có cho chấm này nẹt vĩnh dạng mạch đá bạn mà được bẹ on lệ tha and you bạn nỉ nơ chẳng bẹ nỉ nơ nó cứ dương xua bọ từ cây bình nâu sầm nua đại cái xua dương nó bằng ổn đại sầm nua vì muốn cái xua dương clear muốn cái xua dương tha ta nẹt sọc sập bái chia tế hay dương lại máu thác nhóm sọc sập bái chia tế ở côn là dân pra bệ than nỉ nớ chẳng bên đây thay dân xua từ lọp từ cây bên thay cho chấm này nẹt vĩnh dạng mạch đá bạn chẳng bên đây thay ta chấm này nẹt vĩnh dạng mạch đá sọc sập bài chia tế chẳng bên đây chẳng nó bóng vốn bạn clear ti pram bệ lại cái xua than nỉ nớ nâng vĩnh bên đây thay ta nẹt vĩnh dạng mạch đá chẳng dân bởi dân sọc sập bài dân lại thá của dễ hẳn hảo nhóm cò sóc sập bái chia đai nhóm cò sóc sập bái đai bạn chẳng nói bóng vốn dễ nắng prai tha cò hãy cho tới trong bài dốt mình chọt để biệt đài á bóng vốn chẳng của dễ hẳn hảo nhóm cò sóc sập bái chia đai rồi có nhóm cò sóc sập bái đai xìa nỉ ó cùn nè xìa nỉ ở con nè bạn chẳng bóng ôn riêng an đừng ọc nhé bóng ôn chạy bạc cọp á mê nè mê riêng môn máu nhóm thọp bạn bằng hàng hay phí ca bệnh trình sầm lên phải xa chân men pram sầm lên nó bóng ôn bạn chẳng bóng ôn bơ mình toàn trẻ tế bóng ôn trâu mơ chạp đàm phí video tìm mùi lần màu nó bóng ôn pro nhóm bằng hàng phí mùi than cư hái bằng hàng phí ca bạc cọpចូលគ្នាអំពីការបញ្ចេញសំឡេងទើបយើងអាចចេះអានចេះនិយាយភាសាចិនណាបងប្អូនបាទអញ្ចឹងយើងមករៀនប្រកបទាំងអស់គ្នាម្ដងទៀតបងប្អូនបាទប្រកបនៅការសន្ទនានេះយើងរៀនប្រកបភាសាចិនផងដែរបាទអញ្ចឹងដើម្បីរៀនប្រកបយើងបកមក clear ទី1វិញនេះហៅប្រែថាសួស្ដីឬក៏ជំរាបសួរបាទអញ្ចឹងការប្រកបគេប្រកបថា nơ y ni san sân nỉបាទ nơ y ni san sân nỉ មានន័យថា nơ y ni សំឡេងទី3អានថានីបាទ hơ ao hao san sân hảo hơ ao hao san sân hảo មានន័យថា hơ ao hao san sân hảo មានន័យថា hơ ao hao សំឡេងទី3អានថា hảo បាទអញ្ចឹង nỉ hảo មានន័យថាសួស្ដីឬក៏ជំរាបសួរបាទដល់ពេល nỉ hảo ម៉ាមានន័យថាតើអ្នកសុខសប្បាយជាទេអញ្ចឹងដល់យើងប្រកប nơ y ni san sân nỉ មានន័យថា nơ y ni សំឡេងទី3អានថានី hơ ao hao san sân hảo hơ ao hao សំឡេងទី3អានថា hảo mò a ma chi sân mạ មានន័យថា mò a ma សំឡេងស្រាលអានថាម៉ាក់ nỉ hảo ម៉ាក់ nỉ hảo ម៉ាក់ មានន័យថាតើអ្នកសុខសប្បាយជាទេបាទចូលមកដល់ clear បន្ទាប់ 我很好ខ្ញុំសុខសប្បាយជាទេអញ្ចឹងយើងរៀនប្រកប u o wa san sân wa ឬក៏ u o wa san sân wa បាទអ្នកខ្លះអានថា wa អ្នកខ្លះអានថា wa បងប្អូនបាទអញ្ចឹងដល់យើងប្រែមកជាខ្មែរ u
u o wa សំឡេងទី3អានថាវឬក៏ u o wa សំឡេងទី3អានថាវបាទ hơ ăn hân san sân hẳn មានន័យថា hơ ăn hân សំឡេងទី3អានថា hẳn hơ ao hao san sân hảo មានន័យថា hơ ao hao សំឡេងទី3អានថា hảo 我很好谢谢អរគុណ C E A C sự sân siết មានន័យថា C E A C សំឡេងទី4អានថា siết C E A C ឈិងសឹងសៀកមានន័យថា C E A C សំឡេងស្រាលអានថា siết សៀសៀអរគុណបាទនេះណាចោះចំណែកអ្នកវិញ nơ y ni san sân nỉ nơ y ni សំឡេងទី3អានថានី nơ nơ ឈិងសឹងណ nơ nơ សំឡេងស្រាលអានថាណនេះណាមានន័យថាចោះចំណែកអ្នកវិញ我也很好u o wa san sân ឬក៏ u o wa san sân មានន័យថា u o wa សំឡេងទី3អានថាឬក៏e a ye san sân ye មានន័យថា e a ye សំឡេងទី3អានថា ye hơ ăn hân san sân hẳn មានន័យថា hơ ăn hân សំឡេងទី3អានថា hẳn hơ ao hao san sân hảo មានន័យថា hơ ao hao សំឡេងទី3អានថា hảo 谢谢你អរគុណអ្នកមានន័យថាយើងរៀនប្រកប C E A C sự sân siết មានន័យថា C E A C សំឡេងទី4អានថា siết C E A C ឈិងសឹងសៀកមានន័យថា C E A C សំឡេងស្រាលអានថា siết សៀសៀនេះ nơ y ni san sân nỉ មានន័យថា nơ y ni សំឡេងទី3អានថានីសៀសៀនេះអរគុណអ្នកបាទអញ្ចឹងមេរៀននេះយើងរៀនសន្ទនាហើយយើងរៀនប្រកបនឹងការបញ្ចេញសំឡេងទាំងអស់គ្នាណាបងប្អូនបាទអញ្ចឹងចាប់ពីមេរៀនក្រោយទៅខ្ញុំឈប់បង្ហាញអំពីការប្រកបនឹងការបញ្ចេញសំឡេងហើយណាបងប្អូនគឺខ្ញុំនឹងបង្ហាញអំពីការអានយកតែម្ដងណាបងប្អូនដោយសារតែមូលដ្ឋានគ្រឹះយើងរៀនច្រើនមេរៀនមកហើយតែបើបងប្អូនចង់ចេះឲ្យច្បាស់បងប្អូនត្រូវមើលពីវីដេអូទី1ឡើងមកណាបងប្អូនមើលតាមលំដាប់លំដោយណាព្រោះភាសាចិនយើងមិនអាចរៀនរំលងថ្នាក់បានទេបងប្អូនគឺសំខាន់ណាស់គឺថ្នាក់មូលដ្ឋានគ្រឹះបងប្អូនបើបងប្អូនចង់ចេះឲ្យច្បាស់បងប្អូនត្រូវមើលថ្នាក់មូលដ្ឋានគ្រឹះឲ្យច្បាស់ឲ្យចេះឲ្យច្បាស់សិនបងប្អូនណាមើលឲ្យមើលទៀតមើលឲ្យយល់មើលឲ្យចេះទៅបងប្អូនចេះប្រកបចេះអានណាបាទអញ្ចឹងថ្នាក់សន្ទនានេះយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយចាប់ពីមេរៀនក្រោយខ្ញុំឈប់បង្ហាញអំពីការប្រកបហើយគឺយើងអានយកតែម្ដងណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តឬក៏មានប្រយោជន៍ដល់បងប្អូនសូមបងប្អូនជួយចុច like ចុច subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅមេរៀនថ្មីល្អជារៀងរាល់ថ្ងៃបាទហើយបងប្អូនជួយចុច share ម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដែលគាត់មានបំណងចង់រៀនភាសាចិនគាត់បានឃើញបានចូលរៀនជាមួយបងប្អូនទាំងអស់គ្នាបងប្អូនបាទដោយខ្ញុំបានចែករំលែកនៅបទពិសោធន៍និងចំណេះដឹងរបស់ខ្ញុំដែលមានហ្នឹងគឺចែករំលែកដោយ free បងប្អូនដោយមិនគិតប្រាក់ទេបាទអញ្ចឹងជួបគ្នានៅមេរៀនក្រោយទៀតណាបងប្អូនបាទអរគុណជម្រាបលា